งั้นอาตมาเพียบសូមលើកយកពិធីបាំងសកលមកចែកជូនញាតិញោមជាពុទ្ធបរិស័ទទាំងអស់ក៏ដូចជាប្រវត្តិការបាំងសកលណាញាតិញោមហើយរហូតដល់ញាតិញោមបាំងសកលធ្វើចឹងទៅខ្លះទៅក៏មានវិធីធំធ្វើរហូតដល់មហាបាំងសកលណាហើយក៏មានញាតិញោមខ្លះយល់ច្រឡំថាពិធីបាំងសកលនឹងធ្វើទៅប្រសិនបើណាធ្វើធំដូចជាមហាបាំងសកលអីស្មើទៅនឹងធ្វើកឋិន100ដងញោមយល់អញ្ចឹងខុសហើយណាញោមណាអត់មានទេនៅក្នុងដីការបស់ព្រះអង្គសម្ដែងគឺមិនមានទេប៉ុន្តែអាត្មាក៏ធ្លាប់ឮដែរកាលអាត្មានៅតូចក្មេងមិនទាន់បានប៊ូសហ្នឹងក៏ធ្លាប់ឮសូរលោកសម្ដែងណាលោកសម្ដែងថាធ្វើបុណ្យមហាឆាកបាំងស្កូលហ្នឹងគឺស្មើនឹងធ្វើបុណ្យ100កឋិន100វត្តហ្នឹងគឺឮសូរចាស់និយាយអញ្ចឹងប៉ុន្តែនឹងលោកថ្នាក់ថាទេព្រះពុទ្ធព្រះអង្គមិនដែលសម្ដែងអញ្ចឹងទេអត់ដែលសម្ដែងអញ្ចឹងទេចឹងកុំឲ្យវែងឆ្ងាយអាត្មាសូមលើកយកពាក្យថាបាំងសកលនេះមកចែកជូនញាតិញោមជាពុទ្ធបរិស័ទឲ្យបានជ្រាបចឹងពាក្យថាបាំងសកលនេះបើយើងកាត់ជាពីរទៅបានពីរបទទី1គឺណាឆាកមួយបទមានន័យថាទាញណាតែយកឲ្យចាក់ទីអីចឹងទៅកំដាច់ពីគ្នាចឹងទៅបាំងសកលនឹងប្រែថាសម្ពុតណាសម្ពុតដិតដានដោយទលីសម្ពុតបលៈដោយទលីសម្ពុតបលៈពួកបលៈផុកហ្នឹងណាហ្នឹងដែលឲ្យឈ្មោះថាណាបាំងសកលកោលៈហ្នឹងប្រែថាមិនល្អប្រែថាបលៈប្រែថាអីហ្នឹងញាតិញោមហើយពាក្យទាំងពីរហ្នឹងយើងបោកចូលគ្នាមកថាឆាកបាំងសកលខ្លះហៅថាមហាឆាកបាំងសកលអីចឹងទៅនឹងតាមពិធីគេធ្វើអញ្ចឹងនៅក្នុងឆាកបាំងសកលនេះនៅតាមពុទ្ធបញ្ញត្តិណាមានន័យថាសម្ពុតដែលភិក្ខុគួរបាំងសកលយកមកនឹងមាន2យ៉ាងណាយកមកប្រើប្រាស់ស្លៀកពាក់ដណ្ដប់នឹងណាលោកមុននឹងដណ្ដប់នឹងសម័យមុននឹងមិនដូចសម័យឥឡូវទេការដែលព្រះអង្គនៅបញ្ញត្តិនៅឡើយញាតិញោមលោកព្រះអង្គបញ្ញត្តិថាភិក្ខុប្រើបានតែសម្ពុតបាំងសកលទេលោកយកសម្ពុតសហ្នឹងដែលគេគ្របខ្មោចហ្នឹងយកទៅគក់ឲ្យស្អាតទៅស្លៀកចលក់នៅទឹកមួយចត់ឲ្យចេញតែពណ៌លឿងពណ៌ណាអីហ្នឹងទៅរហូតយកមកប្រើមកហ្នឹងហើយកាត់វាស់ឲ្យត្រូវទៅតាមຂະຫນាតជីវរអញ្ចឹងទៅហ្នឹងតែព្រះអង្គបញ្ញត្តិនឹងមាន2ញាតិញោមណាបញ្ញត្តិនឹងមាន2កាលហ្នឹងទី1សម្ពុតសដែលគេយកទៅបោះចោលនៅលើគំនរសម្រាមបលៈសៅម៉ងណាសៅម៉ងហ្នឹងមានបលៈដោយដីបលៈដោយទលីបលៈដោយអាចសัตว์អាចអីចឹងទៅនៅក្នុងព្រៃស្មសានហ្នឹងមួយទី2នេះគឺសម្ពុតស្នប់ណាញោមសម្ពុតស្នប់ហ្នឹងមានន័យថាសម្ពុតដែលគេរុំសាក់សពហើយយកទៅបោះចោលនៅព្រៃស្មសានហើយព្រៃស្មសាននៅណាញោមទៅឥណ្ឌាព្រៃស្មសានយកនៅខ្មែរយើងសម័យមុនគេយកសពយកទៅចោលក្នុងព្រៃដែរហ្នឹងញាតិញោមអីព្រៃណែហាប់ព្រៃគឺកាលព្រៃហ្នឹងមើលមិនឃើញពលឺថ្ងៃទេចូលទៅវ៉ចាក់តដាញ់គ្នាពេញហ្នឹងអាត្មាធ្លាប់ចូលកាលហ្នឹងចូលទៅដាងតំបន់ណានំកវាញព្រៃយុទ្ធមែនតែនហ្មងហ្នឹងឯងអញ្ចឹងបណ្ដាសម្ពុតពីនេះភិក្ខុបានបាំងសកលយកហើយយកមកប៉ះដេកគ្នាអញ្ចឹងទៅដេកត្រូវខ្នាតត្រូវជីវរហ្នឹងទៅណាព្រោះអញ្ចឹងដល់ពេលក្រោយមកទៅមានគ្រូពេទ្យហ្នឹងមានឈ្មោះថាកោម៉ាតណាដល់អញ្ចឹងទៅលោកយកសម្ពុតកោសីយភ័ស្ហ្នឹងសម្ពុតសោតហ្នឹងយកទៅប្រគេនចំពោះព្រះសម្មាសម្ពុទ្ធណាជាណាចៃវោអញ្ចឹងទៅក៏ព្រះអង្គអនុញ្ញាតឲ្យភិក្ខុទាំងឡាយនឹងប្រើកហបតីមានន័យថាយវោណាដែលមានភាពស្អាតណាកហបតីពាក្យហ្នឹងមានណាអ្នកដែលមានសម្ពុតកហបតីនឹងប្រកេនលោកមានន័យថាស្មើនឹងមាន
សាច់កណាត់ល្អណាស់ព្រោះយកមកប្រគេនបងអញ្ចឹងទៅព្រះអង្គក៏អនុញ្ញាតតាំងពីពេលហ្នឹងមកបងនឹងឯងហើយបាំងសកលនេះមាន2ទៀតញាតិញោមធ្លាប់ឮសូរគេហៅថាបាំងសកលមនុស្សរស់បាំងសកលមនុស្សស្លាប់ទេបាំងសកលមនុស្សរស់ហ្នឹងគេឲ្យយើងពិចារណាណាឲ្យមនុស្សរស់ហ្នឹងអ្នកពិចារណានៅអសុបសញ្ញាហ្នឹងណាដល់ពេលបាំងសកលមនុស្សស្លាប់មានន័យថាឲ្យអ្នកបាំងសកលហ្នឹងណាពិចារណាវិញម្ដងពិចារណាទៅពិចារណាមកព្រោះឥឡូវអាត្មាស្វៀកញែកទី1បាំងសកលមនុស្សរស់នោះគឺសំដៅទៅលើមនុស្សរស់ព្រោះហើយរៀបចំព្រោះណាដាក់កណាត់សទៅលើអីចឹងទៅដែលសារញាតិញោមឃើញធ្វើពេលសូត្រមុនសូត្រអីហ្នឹងដល់ពេលហើយបានលោកសូត្រអចិរាងវត្តយ៉ាងកាយយោបថវੰអតិសេសតិឆោថោអបេតវិញ្ញាណោនិរោធាងវកលង្ការាងប្រែមកថាមិននៅយូរប៉ុន្មានឡើយតែមានវិញ្ញាណនឹងទៅប្រះហើយជាកាយគឺគេបោះបង់ចោលហើយក៏នឹងដេកសង្កត់នៅលើផែនដីដូចជាអង្កត់អស់រោគប្រយោជន៍គ្មានត្រង់ចំណុចនេះញាតិញោមពុទ្ធបរិស័ទមានន័យថាឲ្យមនុស្សរស់នឹងគឺពិចារណាបើពិចារណាឲ្យឃើញរូបរាងកាយយើងនេះលោកណាឲ្យពិចារណាថាកាយនេះមិននៅយូរទេញាតិញោមតែមានវិញ្ញាណនឹងទៅប្រះបាទតែវិញ្ញាណទៅប្រះបាត់ហើយគឺកាយនេះគឺគេបោះបង់ចោលហើយញាតិញោមដូចញាតិញោមឃើញសពថ្ងៃអញ្ចឹងព្រោះតែស្លាប់គេយកទៅដុតទៅកប់ក៏បូជាអញ្ចឹងទៅបងណាគេមិនដែលຕົកនៅលើផ្ទះទេដូចអញ្ចឹងទៅកាយយើងនឹងរោគប្រយោជន៍អីមិនមានទេញោមពិចារណាអញ្ចឹងដល់ពេលពិចារណាអញ្ចឹងទៅយើងកើតទៅជាសង្វេគនៃជីវិតសង្វេគនៃធម៌មកសង្វេគបងអញ្ចឹងទៅយើងញ៉ាំងកុសលញ៉ាំងការខិតខំសន្សំនៅកុសលផ្សេងហ្នឹងឲ្យកើតឡើងអញ្ចឹងនៅក្នុងបគាថានេះតើព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងចំពោះនរណាញាតិញោមអាត្មាសូមលើកប្រវត្តិដែលគាថាព្រះអង្គសម្ដែងកាលហ្នឹងណាព្រោះលោកសម្ដែងចំពោះបុត្រកុលបុត្រម្នាក់ហ្នឹងដែលឈ្មោះថាតេសៈបងតេសៈហើយតេសៈហ្នឹងនៅនគរមគធៈក្រុងសាវត្ថីដល់ព្រះអង្គទៅសម្ដែងធម៌ទេសនាចឹងទៅគាត់បានមកស្ដាប់ព្រោះដល់បួសចឹងទៅក៏មានពងបែកនឹងពេញខ្លួនព្រោះពេញខ្លួនកើតមានជំងឺហ្នឹងព្រោះហើយអញ្ចឹងទៅដល់ពេលភិក្ខុសាមណេរអីហ្នឹងទៅធ្លាប់ទៅថែរក្សាពីមុនមកមានន័យថាភិក្ខុអង្គហ្នឹងត្រូវបានថែទាំដោយភិក្ខុសាមណេរពីមុនមកក៏ដល់អញ្ចឹងទៅអាលេះអាលួយពេញខ្លួនទៅភិក្ខុសាមណេរទាំងអស់ហ្នឹងក៏នាំគ្នារត់ចេញទៅមិនហ៊ាននៅចិត្តណាខ្ញុំវាដល់ដំណាក់កាលវាធ្ងន់ធ្ងរពេកចឹងទៅពេលនោះព្រះសម្មាសម្ពុទ្ធព្រះអង្គក៏ចូលទៅមើលថែម្ដងហើយភិក្ខុផ្សេងហ្នឹងក៏នៅតែឃើញព្រះពុទ្ធចូលទៅព្យាបាលអញ្ចឹងលោកក៏ចូលទៅព្យាបាលជាមួយព្រះដែរចឹងទៅក៏ព្រះអង្គនឹងណាបាំងសកលណាមានន័យថាឲ្យពិចារណានៅអចិរាងវត្តយ៉ាងកាយយោបថវੰអតិសេសតិឆោធអបេតវិញ្ញាណនិរោធធម្មកលង្ការាំងចឹងទៅណានឹងអញ្ចឹងដល់អញ្ចឹងទៅញាតិញោមពុទ្ធបរិស័ទលោកពិចារណារហូតដល់សម្រេចនៅព្រះអរហន្តណាសម្រេចនៅព្រះអរហន្តណាហើយបានព្រះអង្គសម្ដែងអំពីបព្វជិរបស់ណាភិក្ខុហ្នឹងលោកសម្ដែងថាការឡើយហ្នឹងភិក្ខុហ្នឹងពីមុនធ្លាប់កើតជាព្រាហ្មណ៍កើតជាព្រាហ្មណ៍ហើយទៅបរបាញ់ជីវិតសត្វហ្នឹងចាប់មកអញ្ចឹងទៅហើយក៏បរិភោគអញ្ចឹងទៅហើយខ្លះហ្នឹងក៏ទុកលក់អញ្ចឹងទៅ
hay có cắt đai cắt chân cắt slab chẳng tư tục ban du chẳng tử nè kia nó bên prey nó có chả thla đạ bạt phai tiền đò và khay na sọp một ong vàสามารถ สัมปท có สำ ដែង ថា មក នេះ ពិខុ ទាំង ឡាយ កម្ម ដែល ធ្វើ ក្នុង កាល នោះ ឯង បាន ផ្ដល់ ផល ឲ្យ ណា ពិខុ ទេសៈ ណា ឲ្យ ស្អុយ រលួយ ខ្លួន ដល់ ពេល ហ្នឹង ព្រោះ ហ្នឹង ឯង ណា អញ្ចឹង ញាតិញោម អញ្ចឹង បាន ថា កម្ម ណា ហ្នឹង អញ្ចឹង បាន ណា ញាតិញោម ពុទ្ធបរិស័ទ ណា យើង កុំ មើល ប្រមាណ ថា បុណ្យ មើល ប្រមាណ ថា បាប មាន ប្រមាណ តិច ញាតិញោម បង តិច ហ្នឹង ក៏ ជា ហេតុ ញ៉ាំង ឲ្យ យើង ផល វិបាក ឲ្យ កើត មាន នៅ ក្នុង ពេល ណា មួយ វិញ ជា មិន ខាន បង នឹង ឯង បង ទី 2 គឺ បាន សកល មនុស្ស ស្លាប់ មាន ន័យ ថា គេ យក សម្ពត់ នឹង យក ទៅ បោះ ចោល គេ យក សម្ពត់ នឹង យក ទៅ បោះ ចោល នៅ ក្នុង ព្រៃ ស្មោសាន យ៉ាង ទៅ វា ខ្ចប់ ទៅ ដោយ សព បើ សាក សព បោះ ចោល មែន តែន ទៅ ការ ដែល បូជា សាក សព បោះ ចោល សព បដែត ទឹក ណា បញ្ចុះ ក្នុង ដី ណា សិត សឹង ទៅ ជា ពិធី មួយ ដែល មាន ន័យ ថា ធ្វើ ទៅ តាម វប្បធម៌ ញាតិញោម វប្បធម៌ ខ្លះ ត្រូវ បញ្ចុះ ក៏ បញ្ចុះ ទៅ ត្រូវ ដាក់ ចោល ក៏ ដាក់ ចោល ក្នុង ព្រៃ ទៅ តែ និយាយ អំពី សម័យ ព្រះ កាល នោះ គេ តែង ខ្ចប់ នៅ កណាត់ ស ហើយ យក សាក សព នឹង យក ទៅ ចោល ក្នុង ព្រៃ បាទ អញ្ចឹង ទៅ ពិខុ សង្ឃ លោក ឃើញ អញ្ចឹង លោក ក៏ ចូល ទៅ ណា អនិច្ចា វត សង្ខារ ឧបាទ វិយធម្មិណោ បាយ ចេត វណ្ណ និរោចន្ទ តេ សង្ឃ វបសមោ សខោ ណា គេ ថា ឲ្យ លោក ពិចារណា អញ្ចឹង ញោម ដែល ប្រែ មក ថា សង្ខារ ទាំង ឡាយ មិន ទៀង ណា ណា តែ មាន កើត ឡើង ហើយ រលត់ ទៅ វិញ ជា ធម្មតា លុះ តែ រលត់ នៅ សង្ខារ ទាំង ឡាយ នោះ ហើយ ទៅ បាន នៅ សេចក្តី សុខ គ្រប់ យ៉ាង ណា ពិចារណា នៅ អសុបសញ្ញា ពិចារណា នៅ រូបកាយ អញ្ចឹង ញាតិញោម ពិចារណា ណា ពិចារណា អញ្ចឹង អញ្ចឹង ទៅ លោក បាន តែង ពោ តែង យក សម្ពត់ ណែ ស នឹង ទៅ ដែល ហុំ ជាប់ សាក សព នឹង យក ទៅ គក់ ទឹក គក់ ឲ្យ ស្អាត អញ្ចឹង ទៅ កាត់ ទៅ តាម ຂណាត ជីវរ អី នឹង ឲ្យ ត្រឹម ត្រូវ ទៅ ណា ឆ្នៃ ខ្លះ ធ្វើ ស្បង់ ខ្លះ ធ្វើ ជា សពុន ងូត សម្រាប់ ងូត ទឹក ភ្លៀង ណា សម្រាប់ ស្រង់ ទឹក ភ្លៀង ណា អញ្ចឹង ទៅ បង ឆ្នៃ ទៅ តាម ការ ប្រើ ប្រាស់ របស់ ខ្លួន ហ្នឹង បង តោះ នេះ ញាតិញោម បង អត់ មាន អី ទេ ញាតិញោម នេះ អាត្មា សម្ដែង ខ្លី បង ពាក់ ប៉ុន ទៅ នឹង រឿង ណា បាំង សកល ប្រវត្តិ នៃ ការ បាំង សកល ប៉ុណ្ណឹង បង ណា បង ញាតិញោម ចាប់ ខ្លី ទៅ បាន ហើយ បង ទី 1 បាំង សកល នឹង ចែក ចេញ ជា 2 ណា ញាតិញោម បាំង សកល សម្រាប់ មនុស្ស រស់ និង បាំង សកល សម្រាប់ មនុស្ស ស្លាប់ ណា នឹង មួយ ទៀត ណា ពាក់ ប៉ុន ទៅ នឹង រឿង ហេតុ តែ បាំង សកល មនុស្ស រស់ នឹង កើត ចំពោះ នរណា ហើយ បាំង សកល ចំពោះ មនុស្ស ស្លាប់ នឹង កើត ចំពោះ នរណា បាំង សកល ចំពោះ មនុស្ស រស់ នឹង គឺ កើត ចំពោះ ភិក្ខុ ទេសៈ ដែល លោក កើត កម រងាស់ ហ្នឹង ណា អញ្ចឹង ទៅ បាន ព្រះអង្គ ណា បាំង សកល ឆាក ឲ្យ ពិចារណា ឃើញ នៅ អសុបសញ្ញា រូប រាង កាយ ដែល លោក សូត្រ អចរាង វតយ៉ាង កាយ ហ្នឹង បង ដល់ បាំង សកល សម្រាប់ មនុស្ស ស្លាប់ នឹង ចំណុច ទី 2 គឺ បាំង សកល ទៅ លើ ព្រៃ គឺ ទៅ លើ សាក សព ដែល គេ យក ទៅ បោះ ចោល ញាតិញោម បាក់ សាក សព យក ទៅ បោះ ចោល បាំង សកល ពិចារណា ឲ្យ ឃើញ រូប រាង កាយ នេះ ជា របស់ ស្អុយ រលួយ ជា របស់ បដិកូល អញ្ចឹង ទៅ ហើយ ក៏ តែង ឆាក នៅ សម្ពុត តែ គេ បាន រុំ ជាប់ ជាមួយ នឹង សាក សព នោះ មក បាទ តោះ នេះ ញោម អនុមោទនី ណា ខ្លី ប៉ុណ្ណឹង ចុះ ញាតិញោម ណា ពេល វេលា មិន
អំណោយផលហើយអាត្មាសំដែងមកពាក់ព័ន្ធទៅនឹងបុណ្យសពហ្នឹងក៏បានច្រើនដែរក៏ច្រើនដែរពីលើសេអត្តមុនណាសំដែងអំពីការមិនធ្វើបាបណាព្រះពុទ្ធោវាទរបស់ព្រះអង្គទាំង3ហ្នឹងរហូតមកដល់ទុក្ខខាងនៃចង្កណត្តាវ័យទាំង3របស់ណាសត្វលោកដែលពិចារណាឲ្យឃើញនឹកជាអំពើជាកុសលដែលខ្លួនគួរសាងណាហ្នឹងឯងអញ្ចឹងមានប្រមាណប៉ុណ្ណេះចោះញាតិញោមណាអនុមោទនី